គ្រប់ជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតោះឥឡូវយើងមកទស្សនាក្នុងព្រះបរមរាជវាំងជាមួយខ្ញុំបន្តទៀតកាលពីវីដេអូមុនខ្ញុំបាននិយាយអំពីទស្សនវិជ្ជាទូទៅខ្លះៗនៃព្រះបរមរាជវាំងឥឡូវខ្ញុំនឹងនិយាយអំពីខ្លោងទ្វារនៃព្រះបរមរាជវាំងព្រះបរមរាជវាំងចតុមុខមង្គលមានខ្លោងទ្វារសរុបទាំងអស់ចំនួន5ទី1គឺទ្វារជ័យស្ថិតនៅទិសខាងកើតប្រើប្រាស់សម្រាប់ព្រះមហាក្សត្រយាងចេញចូលទទួលនាយករដ្ឋមន្ត្រីនិងសម្រាប់ទទួលអគ្គរដ្ឋទូតពីប្រទេសផ្សេងៗខ្លោងទ្វារទី2ហៅថាទ្វារខ្មោចជាទូទៅប្រើនៅពេលមានព្រះមហាក្សត្រចូលទីវង្គតដើម្បីដង្ហែព្រះសពទៅធ្វើជាបនកិច្ចនៅវាលមេនខ្លោងទ្វារទី3ហៅថាទ្វារមរណៈប្រើប្រាស់សម្រាប់នាំអ្នកទោសពានវាំងយកទៅប្រហារជីវិតតែខ្មែរយើងបច្ចុប្បន្នអត់មានច្បាប់កាត់ទោសប្រហារជីវិតទៀតទេទ្វារមរណៈនេះសាងសង់ឡើងដោយគោរពតាមរចនាបថបាយ័ននិងគោលការណ៍របស់សាសនាហិណ្ឌូខ្លោងទ្វារទី4ហៅថាទ្វារសាមញ្ញជនប្រើប្រាស់សម្រាប់ប្រជារាស្ត្រសាមញ្ញដូចយើងអញ្ចឹងចេញចូលហើយនិងខ្លោងទ្វារទី5ហៅថាទ្វារប្រោសសត្វអធ្យាស្រ័យអ្នកទាំងអស់គ្នាខ្ញុំសូមអភ័យទោសដែលខ្ញុំដាក់វីដេអូដើរច្រើនមែនតើតែខ្ញុំអត់ចង់កាត់ចោលដោយសារតែឃើញទេសភាពរៀងស្អាតហើយណាមួយខ្ញុំចង់ recommend ឲ្យអ្នកទាំងអស់គ្នាបើសិនជាមានពេលចុងសប្តាហ៍អីហ្នឹងអាចទៅដើរលេងនៅក្នុងព្រះបរមរាជវាំងបានចាត់ទុកដូចជាការដើរហាត់ប្រាណអញ្ចឹងហើយទេសភាពស្អាតមែនតើហើយថ្លៃសបុតអត់ថ្លៃទេចំណាយម្នាក់តែ 1000 រៀលសម្រាប់ជនជាតិខ្មែរយើងឥឡូវនេះខ្ញុំនឹងរៀបរាប់អំពីប្រាសាទនានានៅក្នុងព្រះបរមរាជវាំងហើយនេះគឺជាប្រាសាទទេវាវិនិច្ឆ័យប្រាសាទទេវាវិនិច្ឆ័យនេះគឺប្រើប្រាស់សម្រាប់ប្រារព្ធពិធីរាជាភិសេកព្រះមហាក្សត្រឡើងសោយរាជ្យព្រះរាជពិធីបុណ្យទ្វារទសមាសនិងព្រះរាជពិធីសវនាការថ្វាយសារតាំងក៏ដូចជាពិធីសច្ចាប្រណិធានអីផ្សេងៗហ្នឹងគឺធ្វើនៅប្រាសាទទេវាវិនិច្ឆ័យនេះហើយប្រាសាទនេះផងដែរក៏សម្រាប់ធ្វើព្រះរាជបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាន់ខ្ពស់ជាតិនិងអន្តរជាតិកំពូលប្រាសាទមានព្រះភ័ក្ត្រព្រហ្មមុខ4ដែលតំណាងឲ្យព្រហ្មវិហារធម៌ទាំង4គឺមេត្តា ករុណា មុទិតា និងឧបេក្ខានេះគឺជាមហាប្រាសាទខេមរិន្ទប្រហែលជាមានអ្នកឆ្ងល់ដូចខ្ញុំដែរគឺចង់ដឹងថាព្រះមហាក្សត្របច្ចុប្បន្នព្រះអង្គគង់នៅប្រាសាទមួយណាគឺព្រះមហាប្រាសាទខេមរិន្ទនេះហើយដែលព្រះមហាក្សត្រព្រះអង្គគង់ប្រថាប់នៅជាអចិន្ត្រៃយ៍មួយនេះវិញគឺជាប្រាសាទសហមេត្រីការដំបូងឡើយគឺកសាងឡើងសម្រាប់ព្រះមហាក្សត្រីស៊ីសុវត្ថិកុសុមនារីរតន៍ដែលត្រូវជាព្រះវររាជមាតារបស់ព្រះបាទនរោត្តមសីហនុតាំងឧបោសថសិលក្រោយពេលព្រះស្វាមីព្រះបាទនរោត្តមសុរាម្រិតចូលទីវង្គតតែក្រោយមកក៏ប្រើប្រាស់ជាលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ប្រាសាទនេះហៅថាប្រាសាទហោសម្រានភិរមប្រើប្រាស់សម្រាប់ដាក់ប្រដាប់ប្រដានិងឧបករណ៍តន្ត្រីបុរាណនិងប្រពៃណីខ្មែរមួយនេះវិញគឺជាប្រាសាទច័ន្ទឆាយាអត់មានជញ្ជាំងទេហើយពេលព្រះច័ន្ទពេញវង្សគឺបានចាំងពន្លឺចូលទៅផ្នែកខាងក្នុងនៃប្រាសាទកាលពីដើមគឺប្រើប្រាស់ជាទីកន្លែងសម្រាប់ហាត់របាំព្រោះអីកាលពីដើមអត់ទាន់មានអគ្គិសនីប្រើប្រាស់ចំណែកមួយនេះគឺប្រាសាទសំរិទ្ធភិមានឬហៅព្រះខ័នជាកន្លែងតម្កល់គ្រឿងបញ្ចកកុធភណ្ឌអីគេទៅគ្រឿងបញ្ចកកុធភណ្ឌហ្នឹងគឺជាគ្រឿងរាជាភិសេកព្រះមហាក្សត្រឡើងសោយរាជ្យបញ្ចកហ្នឹងគឺមាន5មានព្រះខ័នរាជ1មកុដរាជ1ព្រះសពបាតុកា1ព្រះវាលវិជ្ជនី1និងព្រះមហាស្វេតឆ័ត្រ1ក្នុងព្រះបរមរាជវាំងគឺមានព្រះទីនាំងភោជនីសម្រាប់ប្រើប្រាស់ក្នុងពិធីលាងអាហារពិធីបុណ្យចម្រើនប្រជជននិងកម្មវិធីបុណ្យតាំងតុនេះគឺជាវិមានស្ដេចណាប៉ូឡេអុងទី3វិមាននេះកសាងឡើងសម្រាប់ព្រះជាយាអធិរាជណាប៉ូឡេអុងទី3ក្រោយមកអធិរាជណាប៉ូឡេអុងទី3បានថ្វាយជាអនុស្សាវរីយ៍ដល់ព្រះបាទនរោត្តមដើម្បីជាមិត្តភាពបារាំងខ្មែរពេលដែលខ្ញុំទៅហ្នឹងគឺឃើញថាមានការជួសជុលស្អាតរួចរាល់ហើយអានេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីគ្រុឌហើយនិងកេណដែលទុំនៅលើសសរទ្រពីដានដំបូលប្រាសាទឃើញថាមានរចនាបថស្អាតមែនតើអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងសិនហើយយើងចាំជួបគ្នានៅវីដេអូបន្តទៀត
មានរឿងហើយនឹងប្រវត្តិគេហេតុអីបានជាគេសាងសង់គ្រុឌហើយនឹងកេណនៅនឹងធ្វើអីចឹងចាំជួបគ្នានៅវីដេអូក្រោយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនា